បើដេកមកដល់មានរឿងថ្មីហ្មងអញ្ចឹងខ្ញុំតាមអត់តាន់ទេហើយខ្ញុំក៏ចង់ដឹងដែរហ្នឹងគឺជារឿងគេទេហើយយើងមកនិយាយពីរឿងយើងវិញហើយខ្ញុំដក hero នេះមកលេងហើយ hero ឆាឡាតេដូចលឺគ្នាយើងគេហៅអញ្ចឹងហើយ hero ហ្នឹងខានលេងយូរហើយទៅមួយរយៈហ្នឹងទេដូចឃើញគ្នាយើងយកមកលេងច្រើនពេញអញ្ចឹងណាឃើញគេលេងខ្លាំងជាងដែរអញ្ចឹងណាឥឡូវយើងសាមកដកលេងខ្លួនឯងមើលហើយខ្ញុំក៏មិនសូវប៉ិនលេងមកពេលតែ fighter ហ្មងដែរខ្ញុំភាគច្រើនខ្ញុំលេង mech ហ្នឹងហើយ marksman ទេយូរបានលេងម្ដងអញ្ចឹងណា fighter ឯហ្នឹងហើយ roam អីហ្នឹងវាកម្រដែលខ្ញុំដកលេងព្រោះតែមើលឃើញគេលេងខ្លាំងមួយវគ្គពីរវគ្គអញ្ចឹងទៅជាយកមកលេងដែរអញ្ចឹងណាសម្រាប់ hero គឺអត់មានអីបាក់លេងទេអ្នកនរគ្នាគឺចាក់ឆ្កឹះហ្នឹងឯងតែស្ដាយ hero ហ្នឹងក៏មិនសូវមាន skin ដែរបើខ្ញុំមាន skin នេះខ្ញុំដកយកមកលេងជាប់ហ្មងអូភ្លេចអ្នកនរគ្នាចំពោះ skin ដាជីវិញខ្ញុំសូម skip ចោលសិនហើយអញ្ចឹងខ្ញុំអត់មានវីដេអូចាប់ skin ចាប់អីរបស់ skin ដាជីហ្នឹងទេហើយកម្រងខ្ញុំត្រូវ save token ទៅចាប់ skin ក្រោយៗទេអញ្ចឹងណាមួយ skin ដាជីក៏យកមកក៏មិនសូវបានលេងដែរអញ្ចឹងខ្ញុំគាត់ថាទុក token ហ្នឹងទៅចាប់ skin ក្រោយៗវិញហើយជាពិសេសហ្នឹង skin Lupo Mythic គឺស្អាតខ្លាំងមែនទែននៅ server ចិនអ្នកនរគ្នាឃើញហើយគឺចង់បានហ្មងតែដល់ថ្ងៃណាវាចេញ global ទេមានតែរងចាំមើលទៀតទេអ្នកនរគ្នាពួកអី skin ឮថា skin ខែក្រោយចេញមួយច្រើនខ្លាំងមែនទែនអត់ដឹងចេញ skin ណាខ្លះទេឃើញតែគេផុសតែ skin នេះ return មកវិញ skin នេះ skin នោះចឹងណាអញ្ចឹងអ្នក sell token ទុកសិនទៅតែចំ skin ណាខ្លួនឯងស្រឡាញ់ចាំទិញយកមកចឹងវីដេអូថ្ងៃហ្នឹងមិនមែនប៉ុណ្ណឹងដែរអ្នកនរគ្នាអត់មានអីច្រើនទេហើយចឹងនេះជួបគ្នានៅវីដេអូក្រោយទៀត